តើអ្នកเคยដឹងទេថា Jojo Parksman គឺជាការប្រណាំងសេះឆ្លងប្រទេសអាមេរិកដែលពោរពេញទៅដោយការប្រយុទ្ធអំណាចនិងអាប់កំបាំងរឿងនេះកើតឡើងនៅឆ្នាំ1890នៅសហរដ្ឋអាមេរិកមនុស្សរាប់រយនាក់បានចូលរួមក្រុមក្នុងការប្រណាំងដែលមានឈ្មោះថា Steel Bull Run ដើម្បីឈ្នះប្រាក់រង្វាន់ធំមួយតែការប្រណាំងនេះវាក៏ពោរពេញទៅដោយការប្រយុទ្ធនិងការស្វែងរកអំណាចនិងអាប់កំបាំងទាក់ទងនឹងរឿងព្រេងបុរាណហើយនេះគឺ Steel Bull Run ចាប់ផ្ដើមនៃរឿងរបស់យើងឡើងគឺនៅភូមិមួយដែលមិនមានឈ្មោះនៅឯទឹកដី Arizona ក្នុងឆ្នាំ1880មានការធ្វើការចោទប្រកាន់ប្រឆាំងនឹងមនុស្សម្នាក់ឈ្មោះថា Sandman ដែលបានលួចអានសៀវភៅរបស់ពួកអង់គ្លេសសម្រាប់ជនជាតិភាគដើមខាងត្បូងការអានសៀវភៅភាសាអង់គ្លេសគឺជាអំពើខុសច្បាប់ហើយនឹងត្រូវបានផ្តន្ទាទោសទៅតាមច្បាប់របស់កុលសម្ព័ន្ធរបស់ពួកគេអានេះបកគោរឿង Sandman ម្នាក់នេះមេភូមិនាងមិនអាចការពារវាបានទេព្រោះថា The White Man's Book គឺនៅក្នុងខ្លួនរបស់វាហើយនេះគឺជាអំពើខុសច្បាប់នឹងការប្រឆាំងទៅដល់ពលពបុរសរបស់ពួកយើង Sandman គឺនឹងត្រូវទទួលបាននូវការដាក់ទោសទៅតាមច្បាប់មេភូមិក៏បានច្រឡំរួចស្រែកថាគេនឹងមានគ្រោះថ្នាក់តើគ្មានការអធិស្ឋានទេមែនទេឈុតក៏បានកាត់មកពេលដែល Sandman ត្រូវបានក្រុមកុលសម្ព័ន្ធជីសេះដេញតាមកាប់សម្លាប់គេ Sandman ត្រូវបានធាក់ដោយសេះទៅខ្ទប់នឹងថ្មហើយដោយសារខ្លួនកំពុងតែមានរបួសផងក៏បានប្រឹងឡើងវាលើថ្មនឹងដើម្បីកុំឲ្យគេដេញតាមអូ Sandman ហើយឈួតហើយមែនហើយកំពុងតែគិតអីឯងត្រូវបានសេះយើងធាក់ជាប់នឹងថ្មយ៉ាងហើយឯងនៅខំប្រឹងព្យាយាមឡើងថ្មនឹងទៀតតែសារឃើញ Sandman កំពុងឡើងដូច្នេះពួកគេក៏បានស្រែកឲ្យយកបរិវេណទៅបាញ់ Sandman ប៉ុន្តែនៅពេលដែលកំពុងតែឡើងសុកដៃស្ដាំរបស់ Sandman ស្រាប់តែមានដៃមួយទៀតផុសចេញមកយ៉ាងចម្លែកហើយយើងអាចក៏បានទីដឹងថាដៃមួយនេះគឺជា Stan សុកស្រាប់តែបាត់វត្តមានរបស់ Sandman ធ្វើឲ្យពួកគេឆ្ងល់ជាខ្លាំងមេក្រុមក៏បានក្រឡេកឃើញ Sandman បន្តិចប៉ុន្តែគេបានឡើងរួចផុតបាត់ទៅហើយនៅលើថ្មនោះក៏បានឃើញស្នាមបាតដៃជាច្រើនដែលមើលទៅគឺចម្លែកខ្លាំងមែនទែន Sandman ក៏បានប្រវែងឡើងមកដល់កំពូលតែក៏បានត្រូវមនុស្សម្នាក់ស្ទាក់នឹងវាយប្រហារចំកណ្ដាលមុខជាខ្លាំងឆ្ងាយងាប់ទៅប៉ុន្តែអ្នកវាយនោះមិនមែនជានរណាឆ្ងាយទេគឺជាបងស្រីរបស់ខ្លួនហើយការវាយនេះមិនមែនទទួលបញ្ជាពីណាទេគឺគ្រាន់តែបារម្ភពីប្អូនប្រុសតែប៉ុណ្ណោះបងស្រីរបស់ Sandman ក៏បានចង់នាំប្អូនប្រុសត្រឡប់ទៅភូមិវិញនិងសុំទោសអ្នកភូមិរាល់គ្នាប៉ុន្តែ Sandman បានបដិសេធរួចប្រាប់ទៅបងស្រីរបស់ខ្លួនថានឹងមិនត្រឡប់មកវិញទេហើយក៏បាននិយាយពីលើនឹងផងដែរថាខ្លួននឹងធ្វើការទៅប្រកួតប្រណាំងសេះនៅឯ Steel Bull Run ដែលប្រាក់សម្រាប់អ្នកឈ្នះលេខរៀងទី1គឺមានទៅដល់$50 លានឯណោះឈុតក៏បានកាត់នៅទីលានប្រណាំងសេះនៅឯ Steel Bull Run យើងក៏បានឃើញថាអ្នកដែលចូលរួមគឺពិតជាមានចំនួនច្រើនខ្លាំងមែនទែនហើយ Mr. Steel ដែលជាអ្នកគ្រប់គ្រងលើការប្រណាំង Steel Bull Run ក៏ត្រូវបានសម្ភាសន៍ដោយអ្នកកាសែតទាំងអស់គ្នាការប្រណាំង Steel Bull Run គឺនឹងត្រូវចាប់ផ្ដើមឡើងនៅខែកញ្ញាទី25ឆ្នាំ1980នៅឯម៉ោង10ព្រឹកនៅឯឆ្នេរខ្សាច់ San Diego Mr. Steel ក៏បញ្ជាក់ពីការប្រកួតថាការប្រណាំងសេះគឺចាប់ផ្ដើមពីទីក្រុង San Diego នៅឯ Paradise ខាងលិចនិងបញ្ចប់នៅឯទីក្រុង New York ខាងលិចចម្ងាយសរុបរបស់វាគឺ 6,000 គីឡូម៉ែត្រឬក៏ប្រហែលជា 3,700 ម៉ាយហើយសម្រាប់អ្នកដែលចង់ចូលប្រកួតនិងប្រឡងជាមួយនឹងគេនោះនឹងត្រូវបង់ថ្លៃដែលតម្លៃរបស់វាគឺ$1,200ឈុតក៏បានកាត់មកដល់ការចូលឈ្មោះពីបុរសម្នាក់ដែល receptionist ក៏បានបញ្ជាក់ប្រាប់គាត់ថាលុយ$1,200នេះគឺមិនអាចដូរវិញបានទេហើយនេះกระดาษចូលឈ្មោះសរសេរឈ្មោះរបស់លោកនឹងបដិមេដៃទៅបុរសម្នាក់នោះក៏បានសរសេរឈ្មោះរបស់គាត់ដែលឈ្មោះគាត់គឺ Jairo Chapelli សរសេរអីហើយក៏សើចឈ្ញញដាក់អ្នក cashier ទៀតដៃធំមិញរបស់គាត់ហ្នឹងគឺពណ៌មាសហើយមានឆ្លាក់អក្សរទៀតដែលឆ្លាក់សរសេរថា Gogo Chapelli សុខសុំក៏មានបុរសម្នាក់ដើរមកចិត្ត Jairo ដែលឃើញអាបាល់មូរបស់គាត់ហ្នឹងក៏បានសួរថាបាល់ហ្នឹងអីគេមិនបានដាក់តាមខ្លួនហើយទុកធ្វើអីគេ
đại còn tận lúc đầy tới nâng trái đâu có bằng chập đầy quát hay mình đang tại quát thưa mới tới lặng thưa ai bé ăn tuân được cung hay chỗ ở đuôi còn tôi bị đu lơ được cung hai bé nó còn vậy tha xây cái còn tận vậy tịch tôi do nắng hay còn tận nhau thà là bao mua mua gì sấy sóng thưa ba miệng đó nặng nâng phong còn buồn đầu cây thế này cả xuyên được càng nó còn đang bể phép tha đấy à ôn lối ní miền đầm một bom mà rồi bài tê bật một phơi là hơi đó ba đây mến discount nhóm ba nó thế discount mấy cái mẹ xa tới nè ổn hai chạy rố có ban bạc cây mùi nè cashier ta hướng bạn đạm một con pi rồi châu háo gì mình bắt từ nè hay cashier có con bạc cây đấy thà con mình chưa thể vô lôi kia chẳng tí cùng cho mình trao quát trò máu chạy rố quát có bạn sẵn một rồi thà còn đang hơi thà là cứ gì nè luôn cứ chả phải đại mà sư thảm bao được khỏi cái nón con hay kia nâng anh